ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើពីរបៀបធ្វើផាឡូវសាច់ជ្រូកថ្ងៃនេះខ្ញុំអត់មានតែជាជ្រូកឬក៏ពោះជ្រូកអីទេបងប្អូនមានតែសាច់ជ្រូកនឹងឯងបងប្អូនដែលខ្ញុំមកខ្លះសេទុកពីថ្ងៃមុនទៅនឹកឃើញក៏វាខ្សល់មិនដឹងថាធ្វើម្ហូបអីញ៉ាំមកបងប្អូនចឹងងាយមានសាច់ជ្រូកហើយនឹងគ្រឿងផ្សំខ្លះផងដែរអញ្ចឹងហើយយើងក៏ធ្វើទៅហើយជាដំបូងគឺយើងកាន់យើងហាន់សាច់ជ្រូកជាចំណិតបែបហ្នឹងបងប្អូនហើយយើងត្រូវយកវាទៅលាងទឹកជាមួយនឹងទឹកអំបិលឲ្យស្អាតដើម្បីកាត់បន្ថយជាតិឆ្អាបហើយយើងលាងរុះដោះឲ្យស្អាតធ្វើម៉េចមើលឲ្យស្អាតហើយសម្រស់ទឹកចាញ់ណាបងប្អូនបន្តមកទៀតយើងដាក់ដាំទឹកឲ្យក្តៅហើយយើងរួចអំបិលបន្តិចពេលទឹកពុះទើបយើងដាក់គ្រឿងចូលគ្រឿងមានដូចជារំដេងខ្ញីមើមខ្ទឹមដំហើយនឹងស្លឹកក្រូចតែបើបងប្អូនមានស្លឹកគ្រៃដាក់បន្ថែមទៀតក៏បានដែរបងប្អូនបន្តមកទៀតយើងដាក់សាច់ជ្រូកចូលតែម្ដងបងប្អូនហើយយើងទុករយៈពេលមើលតែសាច់ជ្រូកយើងផុយល្មមល្អហើយទើបយើងស្រង់សាច់ជ្រូកដាក់មួយឡែកសិនបន្តមកទៀតយើងកូរស្ករឲ្យឡើងក្រហមបន្តមកទៀតយើងចាក់ខ្លាញ់ចូលហើយយើងកូរហើយយើងដាក់គ្រឿងចូលតែម្ដងគ្រឿងមានដូចជាឲ្យពុតកាក់ហើយនឹងផ្កាច័ន្ទណាបងប្អូនតែបងប្អូនមានឈើអែមបងប្អូនដាក់លីជាមួយគ្នាតែម្ដងទៅខ្ញុំអត់មានឈើអែមចឹងហើយខ្ញុំដាក់តែផ្កាច័ន្ទនិងពុតផ្កាបន្តមកទៀតខ្ញុំចាក់រ៉ូឌីចូលប៊ីចេងចូលហើយនឹងទឹកត្រីចូលតែម្ដងបងប្អូនមានឈើអែមបងប្អូនបន្ថែមឈើអែមបន្ថែមទៀតក៏បានដែរឲ្យសាច់ជ្រូកយើងក្រហមចូលជាតិគ្នាតែម្ដងហើយយើងចាក់ទឹកចូលបន្តិចក្នុងការចាក់ទឹកបងប្អូនចាក់ទឹកកុំចាក់ច្រើនពេកយើងចាក់បន្តិចដើម្បីកុំឲ្យសាច់ជ្រូកយើងអស់រសជាតិចឹងណាបងប្អូនហើយយើងកូរយើងមើលធ្វើមិនឲ្យសាច់ជ្រូកយើងចូលជាតិគ្នាតែម្ដងរួចខ្ញុំចាក់ទឹកម្ដងទៀតរំងាស់សាច់ជ្រូកធ្វើមិនឲ្យសាច់ជ្រូកចូលជាតិគ្នាបងប្អូនហើយក៏ខ្ញុំបានដាក់ម្រេចបន្តិចផងដែរបើសិនមកបងប្អូនចង់បន្ថែមពណ៌ឲ្យសាច់ជ្រូករបស់យើងមើលទៅទំនើបបងប្អូនអាចថែមទឹកស៊ីអ៊ីវខាប់បន្តិចមួយចាប់ណាបងប្អូនដើម្បីបន្ថែមពណ៌ក៏បានដែរបងប្អូនហើយមួយវិញទៀតសាច់ដែលពិសេសខ្លាំងសម្រាប់ធ្វើផាឡូវហ្នឹងគឺពោះជ្រូកកាពះជ្រូកហើយនឹងត្រចៀកជ្រូកក៏រឹតតែពិសេសខ្លាំងផងដែរបងប្អូនប៉ុន្តែដោយសារតែខ្ញុំអត់មានអញ្ចឹងហើយខ្ញុំដាក់ទៅតាមនឹងទៅបងប្អូនអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាដល់វីដេអូនេះខ្ញុំសូមបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់ channel របស់នេះខ្ញុំផងសូមជួបគ្នានៅវីដេអូក្រោយអរគុណបងប្អូន